បាទវីដេអូខាងលើនេះអាចនឹងមានផលរំខានសម្រាប់អ្នកទស្សនាមួយចំនួនបាទក្មេងក្រោម18ឆ្នាំមិនត្រូវបានណែនាំឲ្យស្ដាប់ទេអាចអូនរំលងវីដេអូនេះចោលបានបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយអំពីករណីឃាតកម្មដែលបង្កឡើងដោយក្រុមកតាល់ទេបងប្អូននៅក្នុងវីដេអូនេះគឺមានបង្ហាញពីបរិសុទ្ធ2នាក់ដែលអង្គុយនៅក្បែរជាងអត់មានពាក្យអាវដូចខ្ញុំបង្ហាញខាងលើហ្នឹងបាទហើយដៃពួកគេត្រូវបានចងខ្ពាត់ស្លាប់សេទៅខាងក្រោយនេះនៅខាងឆ្វេងដៃគឺជាក្មួយប្រុសបងប្អូនក្មួយគឺមានឈ្មោះថា Felix Gomez Garcia ហើយនឹងខាងស្ដាំគឺជាពូដែលមានឈ្មោះថា Barnabas Gomez Castro ហើយបន្តិចក្រោយមកនៅក្នុងវីដេអូហ្នឹងគឺគេបង្ហាញពីបរិសុទ្ធម្នាក់មានកាន់ម៉ាស៊ីនងងបងប្អូនម៉ាស៊ីនងងអាឈើបាទធ្វើការទៅលើពូមុនបន្ទាប់មកទៀតមានបរិសុទ្ធផ្សេងទៀតកាន់កបិតធ្វើការវាយសម្លាប់នឹងក្មួយម្ដងមកនៅខាងឆ្វេងដៃហ្នឹងមុននឹងវាកាត់ហ្នឹងគឺវាធ្វើទរណកម្មយ៉ាងសាហាវព្រៃផ្សៃមែនទេបើតាមការបញ្ជាក់នៅក្នុងវីដេអូហ្នឹងហើយករណីហ្នឹងដែរគឺគេជឿថាបរិសុទ្ធពីអ្នកពូក្មួយនេះគឺគាត់បានទៅលួចរបស់ពីក្រុមខាត់តែលមួយដែលខ្ញុំ mention ឈ្មោះខាងលើបងប្អូនគេអត់បានបញ្ជាក់ថាលួចអីគេលួចគ្រឿងញៀនលួចលុយឬក៏លួចអីផ្សេងគឺគេអត់បានបញ្ជាក់ទេគេគ្រាន់តែដឹងថាបរិសុទ្ធទៅពីរនាក់ហ្នឹងគឺគាត់លួចរបស់មកពីក្រុមខាត់តែលហ្នឹងបងប្អូនហើយវីដេអូហ្នឹងត្រូវបានបង្ហោះក្នុងប្រទេសមិចស៊ីកូតាំងពីឆ្នាំ2011បងប្អូនបន្តបច្ចុប្បន្នវាយូរដែរហើយបញ្ជាក់បងប្អូនវីដេអូហ្នឹងខ្ញុំអត់បានទៅមើលខ្លួនឯងទេអញ្ចឹងបាច់សួរខ្ញុំថាមើលតាមណាគឺខ្ញុំអត់ដឹងទេវីដេអូហ្នឹងគឺខ្ញុំស្ដាប់ការសម្រាយរបស់បរទេសតាម YouTube តាម TikTok អញ្ចឹងណាខ្ញុំយកមកបកប្រែជូនបងប្អូនទាំងអស់គ្នាស្ដាប់បរិសុទ្ធទាំង5នាក់នេះត្រូវបានគេប្រទះឃើញសាកសពរបស់ពួកគាត់នៅក្នុងរដ្ឋមួយនៃប្រទេសមិចស៊ីកូបងប្អូនដែលមានព្រំប្រទល់ជាប់ទៅនឹងរដ្ឋតិចសាសនៃសហរដ្ឋអាមេរិកបងប្អូនពួកគាត់ទាំង5នាក់ហ្នឹងគឺជាជនជាតិមិចស៊ីកូទាំងអស់គ្នាតែម្ដងហើយពួកគាត់ទាំង5នាក់ហ្នឹងគឺត្រូវបានគេស្គាល់ថាជាក្រុមចម្រៀងជាក្រុមតន្ត្រីករបងប្អូនលក្ខណៈជា music band បាទជាក្រុមតន្ត្រីបាទពួកគាត់ក៏មានភាពល្បីល្បាញគួរសមដែរនៅក្នុងតំបន់ដែលពួកគាត់រស់នៅហ្នឹងបាទពួកគាត់ត្រូវបានគេរាយការណ៍ថាបាត់ខ្លួននៅថ្ងៃទី25ខែឧសភាឆ្នាំ2025យើងគិតមើលទៅថ្មីនឹងដែរបងប្អូនបាទប្រហែលសប្តាហ៍មុនហ្នឹងគាត់ត្រូវបានគេរាយការណ៍ថាបាត់ខ្លួនបន្ទាប់ពីអវត្តមាននៅក្នុងកម្មវិធីជប់លៀងឯកជនមួយក្នុងថ្ងៃដែលគាត់បាត់ខ្លួនហ្នឹងតែពិតគឺគាត់ត្រូវទៅប្រគំតន្ត្រីនៅកន្លែងកម្មវិធីគេហ្នឹងប៉ុន្តែដល់ពេលដល់ម៉ោងកម្មវិធីគេចាប់ដើមអវត្តមានរបស់គាត់អត់ឃើញក្រុមពួកគាត់មកអញ្ចឹងណាហើយទាក់ទងគាត់បានទៅគេក៏ដាក់ពាក្យប្តឹងទៅកាន់សមត្ថកិច្ចយោងតាមសមត្ថកិច្ចបានផ្ដល់កិច្ចសម្ភាសទៅកាន់អ្នកសារព័ត៌មាននៅក្នុងស្រុកគេបាននិយាយថាពួកគាត់ត្រូវបានគេចាប់ចម្រិតនៅយប់ថ្ងៃទី25ខណៈពេលដែលពួកគេកំពុងធ្វើដំណើរតាមរយន្ត SUV បងប្អូនទៅកាន់កម្មវិធីដែលគេជួលពួកគាត់ឲ្យទៅសម្ដែងទៅច្រៀងនឹងបាទហើយសាកសពរបស់ពួកគេត្រូវបានគេប្រទះឃើញនៅក្នុងដីទំនេរមួយនៅក្នុងសង្កាត់ខាងលើនេះបងប្អូនបាទសាកសពរបស់ក្រុមតន្ត្រីករទាំងអស់នោះមាន5នាក់មានអាយុចន្លោះពី20ទៅ40ឆ្នាំបងប្អូនហើយសាកសពរបស់ពួកគាត់ហ្នឹងគឺត្រូវបានគេរកឃើញនៅក្នុងជីក្រុងខាងលើនេះបាទយោងតាមសារព័ត៌មានក្នុងស្រុកក៏បានបញ្ជាក់ដែរថាទាក់ទងទៅនឹងសាកសពរបស់ពួកគាត់គឺត្រូវបានគេដុតបងប្អូនទាក់ទងនឹងជនសង្ស័យនៅក្នុងករណីហ្នឹងក៏គេបានចាប់បានដែរទាំងអស់មាន9នាក់គេអត់បានបញ្ជាក់ថាមនុស្សទាំង9នាក់ហ្នឹងមកពីណាជាប់ពាក់ព័ន្ធជាមួយនឹងក្រុមកតាល់អត់អញ្ចឹងណាហើយមូលហេតុនៃការសម្លាប់ក៏គេអត់ទាន់ដឹងជាក់លាក់គេកំពុងតែបន្តការស៊ើបអង្កេតដល់ឡើយអញ្ចឹងណាបរិសុទ្ធទាំង5នាក់នេះគឺត្រូវបានក្រុមកតាល់បង្ខំឲ្យធ្វើការសម្លាប់គ្នាទៅវិញទៅមកបងប្អូនបរិសុទ្ធទាំង5នាក់ខាងលើនេះគឺពួកគាត់មានអាយុចន្លោះពី19ឆ្នាំដល់22ឆ្នាំពួកគាត់សុទ្ធសឹងតែជាសិស្សនិស្សិតដែលកំពុងបន្តការសិក្សាបងប្អូនលក្ខណៈគាត់កំពុងបន្តការសិក្សាហើយក៏កំពុងតែស្វែងរកការងារធ្វើនៅក្នុងពេលមួយនៅកំឡុងពេលដែលពួកគាត់កំពុងតែស្វែងរកការងារធ្វើហ្នឹងក៏មានមនុស្សមួយក្រុមបានទាក់ទងមកពួកគាត់ហើយសន្យាថានឹងផ្ដល់នៅការងារមួយដែលមានប្រាក់ខែខ្ពស់មែនតើគឺធ្វើការនៅក្នុង call center ហ្នឹងគឺជាកន្លែងទទួលទូរស័ព្ទដៃបងប្អូននៅក្នុងក្រុមហ៊ុនមួយមានគេទេចេញទេចូលយើងនេះទទួលទូរស័ព្ទដៃផ្ដល់ព័ត៌មានផ្សេងៗនៅខាង call center បងប្អូនបាទនៅពេលដែលពួកគេទៅជួបជាមួយនឹងអ្នកដែលសម្ភាសការងារហ្នឹងបងប្អូនស្រាប់តែការប៉ັດវាមិនដូចការគិតណាស្រាប់តែអ្នកដែលហៅគាត់មកសម្ភាសហ្នឹងគឺជាក្រុមកតាល់បងប្អូនអ្នកក្រុមខាងលើនេះដែលក្រុមហ្នឹងដែរកំពុងតែត្រូវការសមាជិកកតាល់បន្ថែមទៀតដើម្បីមកធ្វើការនៅក្នុងក្រុមហ្នឹងសួរថាការងារអីគេឲ្យធ្វើគេក្រុមហ្នឹងគឺទី1ជួយដូរគ្រឿងញៀនទី2ចាប់ចម្រិតប្លន់ទាប្រាក់អីផ្សេងៗបាទហើយនៅពេលដែលពួកគាត់ឮបែបហ្នឹងក៏ពួកគាត់ទាំង5នាក់ហ្នឹងបដិសេធថាគាត់អត់ធ្វើទេបាទពួកគាត់អត់ត្រូវការងាររបៀបហ្នឹងទេអញ្ចឹងណាបាទពួកគាត់សុទ្ធសឹងតែជាសិស្សនិស្សិតអីចឹងទៅនៅពេលដែលឮអញ្ចឹងគឺក្រុមកតាល់ហ្នឹងគឺខឹងខ្លាំងមែនទែនក៏បានធ្វើការចាប់ពួកគេចងហើយថតរូបដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងបាទហើយបន្តមកទៀតម្នាក់នៅក្នុងចំណោមពួកគេហ្នឹងត្រូវបានក្រុមកតាល់បង្ខំឲ្យធ្វើការសម្លាប់សមាជិក4នាក់ផ្សេងទៀតនៅក្នុងរូបភាពហ្នឹងដោយធ្វើការកាត់ទាំង4នាក់ហ្នឹងតែម្ដងបណ្ដៃថាបង្ខំឲ្យបុគ្គលម្នាក់នៅក្នុងចំណោម5នាក់ហ្នឹងធ្វើការ
គ្នាឯងទាំង4នាក់ហ្នឹងបងប្អូនបាទបើគាត់អត់ធ្វើទេគេនឹងសម្លាប់គាត់ហើយគាត់ក៏បានធ្វើតាមគេបញ្ជាហ្នឹងគាត់ភ័យខ្លាចគេសម្លាប់បងប្អូននៅពេលគាត់ធ្វើបែបហ្នឹងហើយគាត់មានតែរួចខ្លួនអីបងប្អូននៅពេលគាត់ធ្វើការប្រហារទៅលើសមាជិកគាត់ហើយក្រុមកតេលហ្នឹងក៏បានចាប់ទាំងគាត់ចាប់ទាំងសមាជិកក្រុមរបស់គាត់ដែលបានស្លាប់ហើយហ្នឹងយកទៅដាក់ក្នុងឡានហើយធ្វើការដុតតែម្ដងពួកនេះគឺសាហាវប្រៃផ្សាយខ្លាំងមែនទែនហេតុការណ៍ហ្នឹងគឺបានកើតឡើងនៅចន្លោះឆ្នាំ2023បងប្អូនប្រហែលឆ្នាំមុនហ្នឹងទេហើយវីដេអូក៏ត្រូវបានគេផុសទៅលើតាមអ៊ីនធឺណិតតាម dark web អីផ្សេងៗបងប្អូនជួយខ្ញុំបាច់ចង់មើលហើយសង្ឃឹមថាវីដេអូហ្នឹង TikTok អត់ចាប់ទៀតចុះព្រោះមួយរយៈចុងក្រោយខ្ញុំផុសវីដេអូគឺផុសទៅ TikTok ចាប់រហូតបងប្អូនខ្ញុំព្យាយាមដាក់សំឡេងទីទឺតនឹងអញ្ចឹងណាប៉ុន្តែនៅតែ TikTok វាចាប់ទៀតខ្ញុំមិនដឹងថាម៉េចដែរអញ្ចឹងមួយរយៈនេះអត់សូវបានចេញវីដេអូបងប្អូនជាស្រ័យThe 21 Matters គឺជាហេតុការណ៍ដ៏តក់ស្លុតខ្លាំងបំផុតសម្រាប់បងប្អូនគ្រិស្តសាសនិកបើសិនបងប្អូនទាំងអស់គ្នាពេញចិត្តនៃការផលិតវីដេអូរបស់ខ្ញុំបងប្អូនទាំងអស់គ្នាអាចធ្វើការគ្រប់គ្រងតាមរយៈ QR code ខាងលើនេះបានអរគុណហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី15ខែកុម្ភៈឆ្នាំ2015នៅក្នុងប្រទេសលីបៀបងប្អូនដោយបរិសុទ្ធជនជាតិអេស៊ីបចំនួន20នាក់ដែលជាគ្រិស្តសាសនិកនិងមានបរិសុទ្ធម្នាក់ទៀតជាជនជាតិហ្គាណាគាត់សុទ្ធតែជាកម្មករសំណង់ដែលធ្វើការនៅក្នុងប្រទេសលីបៀបងប្អូនគាត់ធ្វើដំណើរចាក់ចែងទៅប្រទេសអេស៊ីបប៉ុន្តែត្រូវបានចាប់ចម្រិតដោយក្រុម ISIS ដែលជាក្រុមសាសនាជ្រុលនិយមមួយតែធ្វើនៅសកម្មភាពសាហាវប្រៃផ្សាយខ្លាំងមែនទែនដើម្បីប្រឆាំងជាមួយនឹងសាសនាផ្សេងៗជាពិសេសសាសនាគ្រិស្តនិងកតម្ដងបងឡើយបរិសុទ្ធជនជាតិហ្គាណាត្រូវបានគេដោះលែងពីព្រោះគាត់មិនមែនជាគ្រិស្តសាសនិកចឹងបងប្អូនប៉ុន្តែដោយសារមិត្តរួមការងាររបស់គាត់ទាំងអស់ត្រូវបានគេចាប់ខ្លួនចឹងហើយគាត់ក៏សម្រេចថាមិនរត់តាចោលគ្នាទេគឺគាត់ស្ម័គ្រស្លាប់ជាមួយនឹងមិត្តរួមការងាររបស់គាត់ត្រូវបានក្រុម ISIS ចាប់ចម្រិតនិងធ្វើទរណកម្មជាច្រើនខែនៅក្នុងគោលបំណងមួយគឺចង់ឲ្យពួកមនុស្សទាំង21នាក់នឹងផ្លាស់ប្ដូរជំនឿរបស់ពួកគេបងប្អូនទោះបីជារងនៅទរណកម្មយ៉ាងណាក៏ដោយក៏បរិសុទ្ធទាំង21នាក់នោះគឺមិនកែប្រែនៅជំនឿរបស់គេចំពោះគ្រិស្តសាសនិកនោះទេបងប្អូនគាត់ត្រូវបានគេធ្វើទរណកម្មចាប់ពីខែធ្នូឆ្នាំ2014រហូតដល់ខែកុម្ភៈឆ្នាំ2015រហូតដល់ថ្ងៃទី15ខែកុម្ភៈពួកគេក៏ត្រូវបាននាំខ្លួនមកកាន់ឆ្នេរសមុទ្រមួយកន្លែងនៅក្នុងប្រទេសលីបៀហ្នឹងដោយមានស្លៀកសម្លៀកបំពាក់ពណ៌ទឹកក្រូចដើម្បីធ្វើការប្រហារជីវិតដោយការកាត់ក្បាលនៅទីនោះក៏មានក្រុមមនុស្សមួយក្រុមទៀតត្រៀមរួចជាស្រេចនៅកាមេរ៉ាសម្រាប់ថតរាល់សកម្មភាពនៃការធ្វើទរណកម្មក៏ដូចជាការប្រហារជីវិតទៅលើគ្រិស្តសាសនិកទាំង21នាក់Savagery in Mexico គឺជាករណីឃាតកម្មដ៏សាហាវប្រៃផ្សាយនិងខុសខើបំផុតមួយបងប្អូនហើយសូមបញ្ជាក់បងប្អូននៅរដងវីដេអូនេះគឺខ្ញុំមិនបានទៅមើលផ្ទាល់ខ្លួនឯងទេខ្ញុំបានមើលគេសម្រាយនៅក្នុង YouTube បងប្អូនមាន channel បរទេសគេសម្រាយពីហេតុការណ៍ដែលបានកើតឡើងទាំងអស់ហ្នឹងអញ្ចឹងខ្ញុំយកវីដេអូមកបកប្រែបង្ហាញបងប្អូនទាំងអស់គ្នាហើយបងប្អូនមិនបាច់សួរមិនបាច់ comment សួររក link សួររកវីដេអូខ្ញុំអត់មានទេបងប្អូននៅក្នុងវីដេអូហ្នឹងគឺបង្ហាញឡើងដោយមានក្រុមមនុស្សមួយក្រុមដូចខ្ញុំបង្ហាញក្នុងរូបភាពបងប្អូនតែខ្ញុំសូមដាក់រៀងព្រិលខ្ញុំហ៊ានដាក់ច្បាស់ខ្លាចTikTokចាប់បងប្អូនហើយទាក់ទងទៅនឹងការធ្វើទរណកម្មក្នុងវីដេអូនេះគឺសាហាវប្រៃផ្សាយមែនតើបងប្អូនគឺក្រុមមនុស្សទាំងអស់នោះបានធ្វើការវាបលះស្បែកចេញពីខ្ចឹងករហូតដល់ខាងមុខចេញអស់លេងបងប្អូនសម័យមើលខ្លួនឯងសល់អីគេបាទបលះអាស្បែកពីខ្ចឹងករឡើងមកតមកវាធ្វើការវាចាក់ទម្លុះចូលទៅក្នុងនឹងហើយវាធ្វើការវាយកគ្រឿងក្នុងចេញមកវិញស្ដាប់ទៅគឺញញើតខ្លាំងមែនតើបងប្អូនហើយទាក់ទងទៅនឹងករណីទាំងអស់ហ្នឹងខ្ញុំបានព្យាយាមស្វែងរកព័ត៌មានតាមអ៊ីនធឺណិតប៉ុន្តែអត់មានព័ត៌មានណាមួយបញ្ជាក់ឲ្យច្បាស់ថាជនរងគ្រោះហ្នឹងជាអ្នកណាមូលហេតុអីបានគេសម្លាប់គេធ្វើទរណកម្មអញ្ចឹងបងប្អូនហើយទាក់ទងទៅនឹងជនបកមួយក្រុមហ្នឹងក៏គេអត់បានស្គាល់អត្តសញ្ញាណដែរមិនដឹងថាពួកគេជាក្រុមខាងណាមកពីខាងណាមានទំនាស់អីជាមួយនឹងគ្នាបានធ្វើរដ្ឋហ្នឹងអញ្ចឹងណាប៉ុន្តែគេដឹងថាការសម្លាប់ហ្នឹងគឺជាការផ្ញើសារគម្រាមកំហែងទៅកាន់ដៃគូម្ខាងទៀតឲ្យឃើញពីភាពសាហាវប្រៃផ្សាយរបស់ខាងខ្លួនអញ្ចឹងណាជាសារផ្ដាំផ្ញើទៅកាន់ដៃគូបដិបកហ្នឹងហើយជាអ្វីដែលគេដឹងបាទបរិសុទ្ធពីរនាក់នេះគឺត្រូវបានក្រុមមនុស្សមិនស្គាល់មុខមួយក្រុមបានធ្វើការស្ទាក់ផ្លូវគណៈពេលដែលពួកគេកំពុងតែធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសមិចកូបងប្អូនបាទសួស្តីបងប្អូនទាំងគ្នាយើងខានចេញវីដេអូយូរដែរបរិសុទ្ធទៅជាងមួយសប្តាហ៍បងប្អូនដោយសារយើងរវល់ការងារពេកបាទអីអញ្ចឹងថ្ងៃនេះយើងមានវីដេអូថ្មីទៀតហើយបាទពួកគាត់ទាំងពីរនេះគឺមានឈ្មោះថា Aaron Pay និងម្នាក់ទៀតឈ្មោះ Logan Howard ពួកគាត់គឺជាអ្នកថតរូបបាក់សីបងប្អូនលក្ខណៈថាគាត់ធ្វើដំណើរឆ្ងាយផ្សងព្រេងដើម្បីតាមថតរូបសត្វស្លាបអីចឹងណាបាទលក្ខណៈសត្វស្លាបកម្រអីជាដើមនៅតាមតំបន់ព្រៃត្រូពិកបាទពួកគាត់ទាំងពីរនេះគឺជាជនជាតិអាមេរិកបងប្អូនពួកគាត់បានធ្វើដំណើរចេញពីរដ្ឋ Indiana នៃសហរដ្ឋអាមេរិកឆ្ពោះទៅកាន់រដ្ឋ Cancun នៃប្រទេសមិចកូបងប្អូនគណៈពេលដែលពួកគាត់កំពុងតែជិះឡានបែបឈៀលតាមដងផ្លូវនៅក្នុងព្រៃក្នុងប្រទេសមិចកូហ្នឹងភ្លាមៗនោះក៏មានឡានមួយគ្រឿងបានមកស្ទាក់មុខពួកគាត់មកកាក់មុខតែម្ដងដោយបងប្អូនឃើញក្នុងវីដេអូនេះអញ្ចឹងហើយក៏មានមនុស្សជាច្រើនអ្នកក្នុង6-7នាក់ដូចក្នុងវីដេអូហ្នឹងបានដកអាវុធមកប្រជុំពួកគេដូចបងប្អូនបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងពួកគេដំបូងពីរនាក់ហ្នឹងគឺភ័យខ្លាំងមែនទេមនុស្សមួយក្រុមហ្នឹងក៏បានមកសួរពួកគេថាពួកគេជាអ្នកណាអញ្ចឹងណាជនជាតិអីមកក្នុងគោលបំណងអីអញ្ចឹងទៅពួកគេក៏ថាពួកគេជាអ្នកថតរូបសត្វស្លាបហើយជាជនជាតិអាមេរិកអញ្ចឹងណាបាទពួកគេគាត់តែជាអ្នកដំណើរកម្សាន្តថតរូបសត្វស្លាបទេសចរអញ្ចឹងទេហើយបន្ទាប់ពីបានចម្លើយអីហើយពួកគេក៏សួរបរិសុទ្ធទាំងពីរទៀតឈ្មោះអីអញ្ចឹងទៅហើយក៏ប្រាប់ឲ្យពួកគេហ្នឹងត
ត្រឡប់ទៅក្រោយវិញកុំទៅផ្លូវខាងមុខនោះដាច់ខាតព្រោះវាអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបងប្អូនបាទបរិសុទ្ធទាំងពីរនាក់នោះតពីបាននិយាយចរចាហើយក៏ពួកគាត់ត្រូវបានគេដោះលែងឲ្យត្រឡប់មកវិញដោយឲ្យទៅមុខទៀតទេឲ្យជិះឡានត្រឡប់ទៅក្រោយវិញបាទហើយក៏ត្រឡប់មកក្រោយវិញដោយសុវត្ថិភាពអញ្ចឹងទៅបញ្ជាក់បងប្អូនហេតុការណ៍ហ្នឹងកើតឡើងតាំងពីឆ្នាំ2020មកម្លេះប៉ុន្តែទើបតែប្រហែលឆ្នាំចុងក្រោយនេះវីដេអូគឺផ្ទុះមែនទែនតាមអ៊ីនធឺណិតតាម TikTok ហើយទៅពួកគាត់ទៅបានសារព័ត៌មានបានសាកសួរដោយសម្ភាសពួកគាត់ដូចក្នុងវីដេអូអញ្ចឹងបាទ Esto le va a pasar a todos los que apoyan los putos. នៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2025ថ្មីនឹងដែរបងប្អូននៅខាងមិចកូទៀតហើយបាទវីដេអូរបស់ក្រុមកតាល់មួយបានផុសឡើងនៅលើ Twitter មានបរិបពីរនាក់ដូចក្នុងវីដេអូនឹងអញ្ចឹងគឺអ្នកដែលថតវីដេអូនោះគឺជាសមាជិកនៃក្រុមឡាម៉ៃសាដែលជាបព្វរបស់ក្រុមកតាល់មួយទៀតដែលខ្ញុំមិនមែនសិនឈ្មោះខាងលើទេបាទដំបូងឡើយគេចាប់ពីរនាក់នឹងមកសួរចម្លើយដោយពួកគេគិតថាពីរនាក់នឹងជាអ្នកជួញដូរថ្នាំញៀនដែលលួចមកជួញដូរនៅក្នុងតំបន់របស់ពួកគេអញ្ចឹងណាព្រោះពួកគេមានបែងចែកតាមតំបន់អីចឹងទៅបាទហើយបរិបទាំងពីរនាក់នឹងដូចក្នុងវីដេអូហ្នឹងគឺយំផងគឺស្បត់ថាពួកគេមិនមែនជាអ្នកជួញដូរគ្រឿងញៀនអីទេគ្រាន់តែពួកគេត្រូវបានខាងក្រុមមួយនេះខ្ញុំដាក់ឈ្មោះនៅខាងលើដែលជាក្រុមដៃគូប្រកួតប្រជែងដែលជាសត្រូវអញ្ចឹងមកជួលពួកគេមកដើម្បីតម្លើងកាមេរ៉ាសុវត្ថិភាពបាទតម្លើងកាមេរ៉ាសុវត្ថិភាពដើម្បីឆ្លប់យកការទៅលើប្រតិបត្តិការដូចជាសកម្មភាពរបស់ក្រុមឡាម៉ៃសាហ្នឹងកាមេរ៉ាសុវត្ថិភាពគេសួរថាតម្លើងនៅណាខ្លះពួកគេបាននិយាយថាតម្លើងនៅសឹងតែគ្រប់កន្លែងមាននៅតាមស្ថានីយ៍ប្រេងឥន្ធនៈកន្លែងបុកអ៊ុតកន្លែងលាងរថយន្តដើម្បីតាមចាប់សកម្មភាពក្រុមហ្នឹងបងប្អូនបាទហើយបន្តមកទៀតពីរនាក់នោះក៏បានយំផងអីផងវល់ថាពួកគេគ្រាន់តែមកតឡាងកាមេរ៉ាសុវត្ថិភាពអីបានធ្វើអីលើពីហ្នឹងអញ្ចឹងណាប៉ុន្តែពួកអ្នកថតវាមិនខ្វល់ទេបងប្អូនសំខាន់ដឹងថាពីរនាក់ហ្នឹងជាកូនចៅរបស់ដៃគូបដិបកផងក៏ធ្វើការបាញ់សម្លាប់បរិសុទ្ធពីរនាក់ហ្នឹងតែម្ដងទៅលើក្បាលចំនួន2គ្រាប់